ថ្មីទៀតហើយអ្នកបាត់ដំបងមនុយនំបច្ចុកទឹកប្រហុកក៏ដូចជាបុកល្ហុង7ខ្ចីទីតាំងបងស្រីលេងពួយលើកយកមកលក់នៅចំកណ្ដាលក្រុងបាត់ដំបងតែម្ដងបុកល្ហុងបែបខ្មែរបុកល្ហុងស្រាគាត់ប្រើ7ខ្ចីមកបុកធ្វើជាម្ជូរលាយឡំជាមួយនឹងត្រីឆ្អើរទាំងដុំអូយគ្រាន់តែនឹកឃើញរសជាតិនឹងហើយខ្ញុំស្រក់ទឹកមាត់ហ្មងរសជាតិដល់ប្លែកមាត់សាហាវហ្មងស្បត់និយាយលេងណាបើអត់បានភ្លក់ទេដឹងតែស្ដាយក្រោយហើយព្រោះដោយសារគាត់ល្បីមកយូរហើយជាមួយនឹងបុកល្ហុង7ខ្ចីស្រែប្រាំងឥឡូវនេះមិនបាច់ចាំជិះទៅដល់ស្រែប្រាំងទេទីតាំងកន្លែងរបស់គាត់លក់នៅឯទល់មុខសួនសម្ដេចកន្លាហោមសខេងតែម្ដងសំខាន់សម្រាប់ទីតាំងកន្លែងរបស់គាត់ដែរគាត់មានលក់ជាច្រើនមុខតែមានតាំងពីស្ប៉ាហ្គាទីក្លុកគ្រឿងសមុទ្រហើយមានតាំងពីប្រភេទបែបញ៉ាំមីសួរក៏ដូចជាប្រភេទបែបស៊ុបកង្កែបស៊ីឈ័នអូយខ្ញុំគ្រាន់តែទៅដល់ហើយខ្វះកជាមួយនឹងរសជាតិបច្ចុកទឹកប្រហុករបស់គាត់និយាយពីរឿងនំបច្ចុកទឹកប្រហុករបស់គាត់ដែរមួយថាសធំហើយឡងកំប៉ុងសតបន្លែហើយនឹងសាច់ប្លែកមែនតែនហ្មងណែសំខាន់ណាគាត់មានដាក់តាំងពីខ្យងពូហុនមានតាំងពីប្រហិតចៀនទៀតថាធំនឹងតម្លៃធំតែ 16000 ឯញ៉ាំគ្នាបានដល់ទៅ 2-3 នាក់សំខាន់ណាសម្រាប់រសជាតិទឹកប្រហុករបស់គាត់អត់មានក្លិនប្រហុកទេនៅពេលដែលជ្រលក់ជាមួយនំបច្ចុកមានតាំងពីបន្លែផ្ទាប់ចូលគ្នាមកនិយាយពីថាដាក់ចូលមាត់ឡងខ្ទិះសំខាន់ណាឈ្ងុយគ្រឿងចេញពីទឹកប្រហុករបស់គាត់នេះអូយនិយាយពីថាអ្នកទាំងអស់គ្នាចាប់មាត់ជីបហ្មងសម្រាប់កន្លែងរបស់គាត់អ្នកទាំងអស់គ្នាចង់អង្គុយនៅទីតាំងនឹងក៏បានចង់វិចខ្ចប់ទៅផ្ទះក៏បានដែរតែខ្ញុំស្រឡាញ់ជាមួយនឹងរសជាតិក៏ដូចជាស្នាដៃល្ហុង7ខ្ចីប៉ាកាទីក្លុកអីតម្លៃធូរមែនតើណែសំខាន់ណាសម្រាប់បុកល្ហុង7ខ្ចីតម្លៃធំតែ 9000 ទេសម្រាប់ស្ប៉ាកាទីក្លុកគ្រឿងវិញមានទាំងចានតូចទាំងចានធំហើយឥឡូវនេះគាត់បន្ថែមជាមួយនឹងម្នុយសាច់គោអាំងទៀតបើនិយាយពីរឿងរសជាតិកន្លែងគាត់វិញយើងអាចកំងបានជាក់ស្ដែងដោយប្រភេទបែបញ៉ាំមីសួរចង់រសជាតិដិតក៏បានចង់រសជាតិហឹលហោះក៏បានដែរកំងបានតាមចិត្តហ្មងសំខាន់សម្រាប់ទីតាំងកន្លែងរបស់គាត់ដែរគាត់បើកចាប់ពីម៉ោង 4 ល្ងាចដល់ម៉ោង 10 យប់បើនិយាយពីរឿងទីតាំងរបស់គាត់វិញកាន់តែងាយស្រួលរកទៀតដែរក្បែរជាមួយនឹងកន្លែងម៉ូតូ24 ម៉ោងចំណាំមុខក៏ដូចជាតូបរបស់គាត់នេះតូបរបស់គាត់ពណ៌ក្រហមហើយសំខាន់ណាគាត់ដាក់មុខតូបនឹងស៊ុបកង្កែបស៊ីឈ័នស្ប៉ាហ្គាទីក្លុកចឹងពីខ្ញុំទៅកុំភ្លេចមកភ្លក់ជាមួយនឹងបុកល្ហុង7ខ្ចីក៏ដូចជានំបច្ចុកទឹកប្រហុកនៅទីតាំងរបស់គាត់ផងណាព្រោះនេះគឺជាម៉ឺនុយថ្មី